មកបងប្អូនដែលធ្លាប់តែខប្រហុកហើយមកមើលខម៉ាំក្នុងវីដេអូនេះម្ដងតែអត់ខុសគ្នាគឺដូចគ្នាអញ្ចឹងប៉ុន្តែពេលខ្លះបងប្អូនមានគ្រឿងផ្សំឬបន្ថែមបន្លែដែលបងប្អូនចូលចិត្តខុសគ្នាបន្តិចខប្រហុកឬខម៉ាំយើងអាចបន្ថែមជាមួយនឹងត្រីប្រាត្រីអណ្ដែងឬក៏ត្រីពោក៏បានដែរអាស្រ័យលើចំណង់ចំណូលចិត្តតែជាពិសេសគឺគេប្រើពពួកត្រីដែលមានជាតិខ្លាញ់ត្រីដែលអត់សកាគឺវាឆ្ងាញ់ហើយបន្លែដែលមានហ្នឹងអាស្រ័យលើបងប្អូនចូលចិត្តទេនាងខ្ញុំថ្ងៃហ្នឹងមានបន្លែដូចជាត្រប់វែងចាជាមួយនឹងស្នៀតពោបន្តិចបន្តួចបើនិយាយពីគ្រឿងកាត់ឆ្អាបវិញយើងមានអីគេសក្រីសក្រួយម្ដេងហើយមានម្ទេសបងប្អូនចង់ដាក់ហិលដាក់ម្ទេសខ្មែរយើងធម្មតានេះខ្ញុំប្រើពពួកប្រភេទម្ទេសម៉ាឡេហើយយើងដាក់រំដេងចាងាយគ្រឿងផ្សំនៅចិត្តក្បែរផ្ទះក៏មានដែរបើបងប្អូនអត់មានទេអាចទិញពីផ្សារបានហើយស្លឹកខ្ទឹមគឺជាអ្វីដែលយើងមិនអាចខ្វះបានហើយខ្ទឹមខំខ្ទឹមសហ្នឹងក៏ដូចគ្នាដែរគឺយើងដំវាមកហាន់វាមកតាមនឹងដូចនេះខ្ញុំបានបង្ហាញក្នុងវីដេអូតែនេះនេះខ្ញុំទិញទុកយូរពេលចឹងទៅស្ដាយក៏យើងយកវាមកដាក់ខជាមួយគ្នាមកក្បួនរបស់ខ្ញុំថ្ងៃហ្នឹងគឺនេះខ្ញុំចង់ដាក់តត្រីពោតែនិយាយពីសម្លេងអ្នកបញ្ចូលសម្លេងថ្ងៃហ្នឹងរៀងងងតិចមួយរយៈហ្នឹងវាលក្ខណៈគេហៅថាលាក់ស៊ីអញ្ចឹងបងប្អូនអញ្ចឹងឧស្សាហ៍ចំមុះមិនសូវដំណើរការល្អសម្លេងយើងប្រែប្រួលយើងដាក់ផ្ទះដាក់ប្រេងឆាដាក់អីទិញទូចមកតោះមកយើងយកគ្រឿងកាត់ឆ្អាបរបស់យើងមកចាលីងហើយយើងដាក់ម្ទេសក្រហមរបស់យើងកិនហ្នឹងឆាជាមួយតិចមករៀងឡើងឈ្ងុយតិចទៅហ្នឹងចាំយើងបន្ថែមជាមួយនឹងម៉ាំបងប្អូនមានប្រហុកដាក់ប្រហុកពេលហ្នឹងក៏បានដែរអញ្ចឹងយើងកូរម៉ាំរបស់យើងឲ្យលាយគ្នាជាមួយនឹងគ្រឿងទាំងអស់ហ្នឹងទៅវាទុកមួយសន្ទុះដើម្បីឲ្យសាច់ម៉ាំរបស់យើងហ្នឹងវាផុយហើយបន្ទាប់មកចាំយើងយកចាជាមួយនឹងត្រីរបស់យើងមកចាក់សម្រាប់ខម៉ាំជាមួយត្រីពោត្រីប្រាត្រីអីហ្នឹងគឺវាឆាប់បែកសាច់ហើយបើត្រីដែងអត់សូវអីទេអញ្ចឹងបងប្អូនពេលដែលកូរវាគឺប្រយ័ត្នប្រយែងអញ្ចឹងយើងក្រូបវាកាត់ទឹកឆ្អាបតិចមកបន្ទាប់មកចាំយើងដាក់ស្ករឬក៏ប៊ីចេងហើយនេះខ្ញុំដាក់បន្លែហើយទៅដើម្បីយើងងាស់ជាមួយបើសិនចាំពេលសាច់នឹងទឹកពុះវាយើងងាស់បន្លែគឺដឹងតែបែកសាច់ត្រីអស់ហើយអញ្ចឹងពេលដែលយើងកូរដូចនេះខ្ញុំថាអញ្ចឹងឲ្យយើងប្រយ័ត្នប្រយែងតិចទៅសម្រាប់មុខម្ហូបមួយមុខនេះបងប្អូនខ្លះគាត់ច្បាច់ក្រូចឆ្មាពីខាងលើមុនពេលហូបអីចឹងបើនេះខ្ញុំអត់ទេនេះខ្ញុំជួយចិត្តទឹកអំពិលទុំអីចឹងនេះខ្ញុំដាក់ហើយផ្សិតច្បើងនេះបើសិនជាមានគឺអេហ្មងមិនអាចខ្វះបានទេបងប្អូនហើយនេះទឹកអំពិលទុំដែលនេះខ្ញុំបានដាក់បន្ទាប់ពីវាឆ្អិនរួចរាល់ហើយយើងបន្ថែមគ្រឿងដែលមានដូចជាម្ទេសលម្អហើយនឹងស្លឹកខ្ទឹមរួចជាស្រេចនេះបើសិនយើងចេះធ្វើងាយបើយើងអត់ទាន់ចេះធ្វើទេយើងត្រូវការមើលគ្រឿងរបស់គេមានអីខ្លះអញ្ចឹងធ្វើទៅយើងមានអារម្មណ៍ថាដូចស្មុគស្មាញណាស់អញ្ចឹងខម៉ាំរបស់នេះខ្ញុំថ្ងៃនឹងឆ្អិនរួចរាល់ហើយបងប្អូនអាចសាកល្បងធ្វើបានហើយបងប្អូនខ្លះក៏មានលក់លបោយដូចជាចាជាមួយនឹងស្ដែកបដោះក៏ដូចជាស្ពៃឬក៏បន្លែទីយងចេកអីផ្សេងបើនេះខ្ញុំអត់ទេនេះខ្ញុំញ៉ាំសុតថ្ងៃហ្នឹងគឺអត់មានបន្លែទេព្រោះបន្លែនេះខ្ញុំបានដាក់ជាមួយនឹងខចាអញ្ចឹងវីដេអូរបស់នេះខ្ញុំថ្ងៃហ្នឹងមានប៉ុណ្្នឹងឯងនេះខ្ញុំសូមថ្លែងអំណរគុណបងប្អូនដែលតែងតែនឹករលឹកនេះខ្ញុំជូនបងប្អូនទាំងអស់គ្នាសំណាងល្អជម្រាបលាបាយបាយ